Hello អ្នកទាំងគ្នា Minecraft មកទៀតហើយថ្ងៃនេះគឺយើងមករៀនជាមួយនឹងក្បាច់លំពេងបកក្រោយទាំងអស់គ្នាអញ្ចឹងវីដេអូបរៀនលេងម៉េះជាមួយនឹងស្ពានហ្នឹងគឺខ្ញុំបានធ្លាប់ធ្វើម្ដងហើយតែវាអត់សូវឡូអញ្ចឹងគឺសម្រាប់ចិត្តថានឹងធ្វើវាម្ដងទៀតឥឡូវវាឡូជាងមុនអញ្ចឹងអូខេតើឥឡូវយើងមករៀនហាត់ក្បាច់លំពេងបកក្រោយទាំងអស់គ្នាអូខេអញ្ចឹងអ្នកទាំងគ្នាដឹងស្រាប់ហើយស្ពាននៅពេលដែលយើងហូតមកកាន់គឺយើងអាចចាក់វាភ្លាមបានទេគឺវាមាន cool down អញ្ចឹងអាហ្នឹងគឺខ្ញុំបានធ្លាប់និយាយជាមួយនឹងវីដេអូមុនហើយអីអញ្ចឹងដើម្បីចាក់វាគឺយើងត្រូវ combo ជាមួយនឹងអីក៏ដោយដែលអត់ cool down ណាមិនថាជា win ឆាយឬក៏ដៃអីទេឲ្យតែអត់ cool down គឺយើងអាចយកវាមក combo ធ្វើជា cool down របស់ស្ពានបានអស់អាហ្នឹងគឺវាដំណើរការចេះនៅពេលដែលដៃរបស់យើងធម្មតានៅពេលដែលយើងវាយគឺវាមាន cool down លឿនណាអ្នកទាំងនេះគឺខ្ញុំយកដៃវាយទៅគឺវាមាន cool down លឿនជាងធម្មតាក៏ប៉ុន្តែបើយើងយកស្ពានមកកាន់គឺវាមាន cool down យូរឧទាហរណ៍ឥឡូវខ្ញុំចាក់មួយគឺវា cool down យូរពេញណាពេលដែលខ្ញុំយកដៃវាយគឺវា cool down លឿនហ្នឹងទៅហើយនៅពេលដែលខ្ញុំយកស្ពានមកកាន់ពេលដែលខ្ញុំចាក់គឺវា cool down យូរអញ្ចឹងដើម្បី combo មួយវាគឺយើង combo មួយអីក៏បានដែរឲ្យតែរបស់ហ្នឹងអត់មាន cool down មួយដៃក៏បានឬមួយអីក៏បានដែរដែលមាន cool down លឿនណាតែឥឡូវដើម្បីភាពងាយស្រួលយើងយកវា cool down ជាមួយនឹង win ឆាយទៅយើងបាន load ខ្ពស់ផងហើយនឹងបាន cool down លឿនផងអញ្ចឹង cool down របស់វាគឺស្មើនឹងយើងវាយដៃដែរទេហេតើឥឡូវបន្ទាប់ពីយើងដឹងពីរបៀបនៃស្ពានដំណើរការឥឡូវយើងមកមើលពីរបៀបនៃយើងអាចដាស់ទៅមុខបានអញ្ចឹងរបៀបដាស់ទៅមុខគឺវាមានអីពិបាកទេយកដៃទៅទេដាស់ជាមួយនឹងស្ពានក៏បានឬក៏កាន់វត្ថុអីក៏បានដែលវាអត់មាន cool down ណាកាន់វត្ថុដូចជាពងមាន់ win ឆាយឬក៏អីក៏បានដៃទៅទេក៏បានដែរហើយវាអត់ cool down គឺយើងអាចយកវាមក combo បានទាំងអស់ដើម្បីដាស់វាទៅមុខបានទៀមជាដំបូងគឺយើងត្រូវចុច attack មួយចុច left click ហើយចុច spear ចុច left click ឲ្យដូរទៅកាន់ spear មកអញ្ចឹងគឺយើងអាចដាស់វាទៅមុខបានហើយអញ្ចឹងគឺវាមានន័យពិបាកទេអញ្ចឹងបើសិនជាអ្នកនរគ្នារៀនលេងវាដំបូងអ្នកនរគ្នាអាចប្រើ comment នេះទៅចឹង comment នឹងខ្ញុំធ្លាប់ប្រាប់ម្ដងហើយគឺ secret ហើយយើងដាក់វា10ទៅដើម្បីវា slow motion ណាអញ្ចឹងនៅពេលដែលយើងរៀនហាត់វាគឺវាងាយស្រួលគឺវា slow motion ណាអញ្ចឹងនៅពេលដែលយើងដាស់គឺយើងព្យាយាមមើលជាមួយនឹង cool down នៅខាងក្រោមសញ្ញាបូករបស់យើងនេះសញ្ញាបូកនេះឃើញទេអញ្ចឹងបើសិនជាវាពេញហើយចាំយើងដាស់វាអាចនិយាយបានថាយើងចុចវាយឬក៏ចុច left click នៅលើ mouse គឺចុច mouse ឆ្វេងហើយចុចវាយឲ្យដូរទៅកាន់ spear អូខេតើឥឡូវយើងបន្ទាប់ពីដឹងពីរបៀបដាស់ហ្នឹងហើយឥឡូវយើងមកដឹងពីរបៀប combo វាជាមួយនឹង pin charge ដើម្បីឲ្យយើងដាស់ទៅបានឆ្ងាយជាងមុនណាអញ្ចឹងយើងលោតមកតទៅយើងដាស់ចុចវាយមុនដូរទៅកាន់ស្ពាយក៏ប៉ុន្តែត្រូវដូរឲ្យលឿនអាចមុនតិចឬក៏ស្មើគ្នាក៏បានដែរនិយាយទៅគឺយើងត្រូវលឿនដែរអាហ្នឹងគឺយើងហាត់យូរទៅគឺយើងស្ទាត់ហើយអញ្ចឹងយើងដាក់ comment slow motion ហ្នឹងមកដើម្បីយើងងាយស្រួលលេងអូខេតើឥឡូវយើងបន្ទាប់ពីដឹងពីរបៀបដាស់វាទៅមុខអីឥឡូវយើងមករៀនប្រើប្រាស់វាជាមួយនឹងមេះវិញម្ដងតើឥឡូវខ្ញុំទៅកាត់ដាក់គោលដៅដែលខ្ញុំចង់វាយនេះគឺជាគោលដៅដែលខ្ញុំចង់វាយតែតើឥឡូវយើងឈរនៅកន្លែងនេះឲ្យឆ្ងាយពីគោលដៅរបស់យើងតិចតមកទៀតយើងទៅកាសហក់ដាក់ទៅកាន់គោលដៅតែម្ដងឧទាហរណ៍ថាគោលដៅរបស់យើងគឺនៅឆ្ងាយពីគ្នាឥឡូវខ្ញុំវាយទៅកាន់គោលដៅទី1តមកទៀតខ្ញុំចង់ដាក់ទៅកាន់គោលដៅទី2អូខេវាយគោលដៅទី2តមកទៀតខ្ញុំចង់ដាក់ទៅកាន់គោលដៅទី3ខ្ញុំដាក់ទៅកាន់គោលដៅទី2វិញខ្ញុំទៅកាន់ដាក់ទៅកាន់គោលដៅទី1វិញអូខេអញ្ចឹងគឺរបៀបវាយមេះជាមួយនឹងស្ពាយជាមួយនឹង combo ជាមួយនឹង win ឆាយឬក៏របៀបដាស់ស្ពាយហ្នឹងអូខេតើឥឡូវយើងមករៀនពីរបៀបប្រើក្បាច់លំពេងបកក្រោយវិញម្ដងតើឥឡូវខ្ញុំមកបង្ហាញក្បាច់លំពេងបកក្រោយមួយទៅឥឡូវនេះគឺជាគោលដៅដែលយើងចង់វាយនៅពេលដែលយើងដាស់ទៅមុខមួយគឺវានឹងទៅឆ្ងាយពីគោលដៅរបស់យើងហើយមែនអត់អញ្ចឹងគឺយើងអាចវាយវាបានទេក៏ប៉ុន្តែគឺវាមានវិធីមួយពេលដែលយើងដាស់ទៅមុខហើយបែរវិញយើងដាស់មកក្រោយមកគឺយើងវាយគោលដៅរបស់យើងពីក្រោយខ្នងវិញក៏ប៉ុន្តែគឺយើងត្រូវលឿនដែរតែពេលដែលយើងហាត់លេងវាយូរទៅគឺយើងអាចធ្វើបានហើយធ្វើវាឲ្យលឿនហ្មងអញ្ចឹងអ្នកនរគ្នាលេងដំបូងគឺជំរឿល្អគឺយើងប្រើ comment slow motion ហ្នឹងទៅគឺយើងងាយស្រួលលេងវាអូខេតើឥឡូវខ្ញុំធ្វើការដាក់វាមកធម្មតាវិញមក secret ហើយខ្ញុំយកលេខ20អញ្ចឹងគឺវាមកធម្មតាវិញហើយអញ្ចឹងឥឡូវយើងសាកប្រើក្បាច់លំពេចបកក្រោយមកក្បាច់លំពេចបកក្រោយ
ចឹងបើសិនអ្នកនរគ្នាហាត់វាស្ទាត់ហើយអ្នកនរគ្នាអាចដាក់ប្រើ comment មក speed ធម្មតាមកយើងហាត់វាយូរៗទៅគឺយើងអាចយកទៅ PVP បានហើយយើងយកទៅវាយគ្នាវាយអីក្នុង server អញ្ចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំមិនចូលចិត្តលេង server ទេហើយសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកលេង PVP អីទេហើយខ្ញុំក៏មិនមែនជាអ្នក PVP ខ្លាំងដែរហាត់វាយហ្នឹងមិនដឹងហាត់វាយជាមួយទៅយកទៅវាយមួយណាគេទេគឺយកវាយជាមួយ zombie នៅក្នុង Minecraft ហ្នឹងហើយពីព្រោះថាខ្ញុំគឺជាអ្នកលេង Minecraft មួយដែរអញ្ចឹងអាវុធទាំងអស់នៅក្នុង Minecraft គឺខ្ញុំត្រូវតែចេះលេងអញ្ចឹងក៏អ្នកទាំងនេះកុំភ្លេចជួយមើលវីដេអូកសិកររករ៉ាផងអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយមុននឹងទៅសូមកុំភ្លេចជួយចុច Sub មួយផង